សួរពុកម៉ែបងប្អូននឹងសិក្សានុសិស្សទាំងអស់ថ្ងៃនេះខ្ញុំនឹងបង្រៀនមេរៀនគណិតវិទ្យាថ្នាក់ទី4ត្រង់ទំព័រទី102ចឹងយើងមើលទាំងអស់គ្នាលំហាត់1ចូលរកផលដកកអញ្ចឹងយើងរាប់មកដុំទាំងអស់គ្នាមកមានប្រមាណ1 2 3 4 5 6 7 8អញ្ចឹងគេផាត់យកចំនួន5 3អញ្ចឹងយើងសរសេរមក 0.5 3ដកយើងមើលគេដកចេញប្រមាណ1 2 3 4គេដកចេញ4អញ្ចឹងយើងសរសេរ 0.4 ខយើងរាប់មកដុំនេះមានប្រមាណ1 2 3 4 5 6 7 8 9អញ្ចឹងមាន9អញ្ចឹងយើងសរសេរ0ចំនួនគាត់វាគឺ0ហើយ 0.54 ដកចំនួនគាត់នេះ 0.6 យើងរាប់អាគេដកចេញនេះ1 2 3 4 5 6អញ្ចឹងគេដកចេញ6អញ្ចឹង 0.51 គួរយើងមើលមីដុំនេះយើងរាប់ទៅ1 2 3 4 5 6 7 8 9 10វា10យើងអត់មានគិតចំនួនគាត់10ទេគឺយើងគិត1វិញចំនួនគាត់វា1អញ្ចឹង1ហើយយើងមើលមករូបមកកង់គេកាត់ចេញនេះ4អញ្ចឹងយើងសរសេរ 1.4 អញ្ចឹង1នេះបានពីម្ដើមលើនេះ1ហើយ4នេះគឺ4កង់នេះមកគេដកចេញយើងមើលគេដកប្រមាណគេដក2នេះ1 2អញ្ចឹង 0.2 ហួរយើងមើលមីដុំនេះយើងគិតជាចំនួនគាត់វា1នេះ1នេះយើងរាប់អានេះមកទាំងអស់មានប្រមាណ1 2 3 4 5 6 7 8 9មាន9អញ្ចឹងចំនួនគាត់វា1ចុចនឹង9នេះហើយយើងមើលទៀតគេដាក់ដក0ន័យថាចំនួនគាត់វា0ហើយចុច5យើងរាប់អាគេដកចេញនេះមក1 2 3 4 5អញ្ចឹងគេដកចេញអស់5អញ្ចឹងយើងធ្វើប្រមាណវិធីមកនេះប្រមាណវិធីយើងអញ្ចឹងមុននឹងយើងដកគឺយើងត្រូវតម្រៀបវាចំនួនគាត់ដាក់តាមចំនួនគាត់ចំណុចទស្សភាគតាមចំណុចទស្សភាគចំនួនទងភាគរយដាក់តាមទងភាគរយបើយើងយកភាគរយដាក់ចំនួនគាត់គឺលេខហ្នឹងខុសអញ្ចឹងចាប់ផ្ដើមដកមក8ដក4នៅសល់4ចំណុចទស្សភាគយើងចុចចឹងមក0ដក0 0អញ្ចឹងយើងឃើញ 0.4 មួយទៀត9ដក6នៅសល់3ទស្សភាគចុចមក0ដក0 0អញ្ចឹងយើងឃើញ 0.3 គួរ4ដក2អញ្ចឹង4ដក2នៅសល់2ចំណុចចុចទស្សភាគ1ដក0 1អញ្ចឹងយើងឃើញគួរនេះ 1.2 អញ្ចឹងយើងសេមក 1.2 គួរ9ដក5នៅសល់4ទស្សភាគចុចមក1ដក0 1អញ្ចឹងយើងឃើញ 1.4 ចាអញ្ចឹងចំនួនដកទស្សភាគយើងទំព័រ102មានតែប៉ុណ្្នឹងឯងបើបងប្អូនឆ្ងល់តាណាសរសើរសាច់ឆ្ងល់តាណាចាំខមមិននៅពាក្យខាងក្រោមហើយចាំជួយ share វីដេអូនេះផងអរគុណច្រើនជម្រាបលា